រឿងដំបងដែលខ្ញុំធ្វើបន្ទាប់ពីការជាថ្មីគឺជីកភ្នាល់រពឹកម្ដាយខ្ញុំធ្វើបែបនេះដើម្បីបញ្ជាក់ថាពួកគេបានคล้ายការស្លាប់របស់ពួកគេនៅក្នុងជីវិតមុនរបស់ខ្ញុំតាមរយៈឪពុកម្ដាយខ្ញុំស្លាប់ពួកគេបានបន្សល់ទុកប្អូនប្រុសអាយុ3ឆ្នាំរបស់ខ្ញុំដែលគ្មានជម្រើសផ្សេងទៀតខ្ញុំត្រូវបោះបង់ការសិក្សារបស់ខ្ញុំហើយធ្វើការ3កន្លែងក្នុងមួយថ្ងៃដើម្បីចិញ្ចឹមគាត់15ឆ្នាំក្រោយមកប្អូនប្រុសខ្ញុំគេទទួលចូលរៀននៅសាកលវិទ្យាល័យ Harvard ប៉ុន្តែនៅពិធីជប់លៀងបញ្ចប់ការសិក្សាដែលខ្ញុំបានរៀបចំសម្រាប់គាត់ឪពុកម្ដាយខ្ញុំដែលបានស្លាប់អស់រយៈពេល15ឆ្នាំស្រាប់តែរស់ឡើងវិញខ្ញុំប្រញាប់ទៅទីនោះដោយចង់ជួបជុំជាមួយពួកគេម្ដាយខ្ញុំបានឲ្យអង្គរៈវ័យខ្ញុំនៅនឹងកន្លែងដើម្បីអនាគតរបស់គាត់ប្អូនប្រុសខ្ញុំបានជ្រើសរើសដោយគ្មានបេះដូងបោះបង់ខ្ញុំកូនស្រីរបស់ពួកគេថែមទាំងនិយាយថាមានតែពេលដែលខ្ញុំបាត់ខ្លួនទាំងស្រុងទើបអត្តសញ្ញាណคล้ายៗរបស់នាងជាអ្នកមានអាចនៅតែលាក់បាំងពេលនោះហើយដែលខ្ញុំយល់ថាខ្ញុំជាអ្នកមានពិតប្រាកដហើយបោះបង់ខ្ញុំនិងប្អូនប្រុសដើម្បីរស់នៅជីវិតដ៏ល្អជាមួយអ្នកមានคล้ายៗឥឡូវនេះប្អូនប្រុសខ្ញុំបានចូលរៀននៅសាកលវិទ្យាល័យ Harvard ដើម្បីបន្តការសិក្សាពួកគេក៏ត្រឡប់មកវិញដើម្បីរីកបបោពេញទៅហើយប្រហែលជាព្រះអាណិតខ្ញុំហើយឲ្យខ្ញុំកើតជាថ្មីនៅថ្ងៃបន្សពឪពុកម្ដាយខ្ញុំនៅពេលដែលអ្នកភូមិឃើញខ្ញុំជីកមឈូសពួកគេក៏ប្រញាប់មកហើយចោទប្រកាន់ខ្ញុំថាជាកូនមិនកតញ្ញូដែលជីកភ្នាល់ឪពុកម្ដាយខ្ញុំក៏ប្រញាប់លុតជង្គង់ចុះហើយបញ្យល់ថាខ្ញុំគ្រាន់តែចង់ឃើញពួកគេជាលើកចុងក្រោយមេភូមិថាតើពុកម្ដាយខ្ញុំមិនមែនបានធ្លាក់ពីការដ្ឋានសំណង់ទេឬចុះហេតុអ្វីបានជាសារស័ព្ទរបស់ពួកគេត្រូវបានដិតមេភូមិភ័យស្លន់ស្លោហើយប្រញាប់បញ្យល់ថាគាត់បាននិយាយខុសហើយថាពួកគេពិតជាបានស្លាប់នៅក្នុងភ្លើងដូច្នេះខ្ញុំក៏សួរគាត់បន្ថែមដោយសួររកសំណងពីការដ្ឋានសំណង់មេភូមិបន្តិចក៏ស្ងៀមដើម្បីជួយឲ្យពុកម្ដាយខ្ញុំបិទបាំងការពិតគាត់ក៏ប្រញាប់ដើរចេញហើយហៅពួកគេបន្តិចក្រោយមកគាត់ក៏ហៅថាកន្លែងនោះនឹងសងសំណងខ្ញុំ$5,000គាត់មិនត្រឹមតែឲ្យលុយខ្ញុំនៅនឹងកន្លែងប៉ុន្តែថែមទាំងប្រាប់ខ្ញុំឲ្យមើលថែប្អូនប្រុសខ្ញុំឲ្យបានល្អបន្ទាប់ពីពិធីបុណ្យសពខ្ញុំបាននាំប្អូនប្រុសទៅទីក្រុងខ្ញុំធ្វើការច្រើនដើម្បីចិញ្ចឹមគាត់ដោយខ្លួនឯងគាត់ក៏ធ្វើការយ៉ាងខ្លាំងហើយក៏បានចូលរៀននៅសាកលវិទ្យាល័យ Harvard ដោយជោគជ័យនៅពិធីជប់លៀងបញ្ចប់ការសិក្សាប្អូនប្រុសខ្ញុំបានអញ្ជើញខ្ញុំឡើងលើឆាកហើយអ្នកភូមិទាំងអស់ក៏សរសើរខ្ញុំដូចនៅក្នុងជីវិតមុនរបស់ខ្ញុំឪពុកម្ដាយដែលស្លាប់អស់រយៈពេល15ឆ្នាំបានដើរចូលមកម្ដាយខ្ញុំប្រញាប់ដើរទៅមុខដើម្បីបង្ហាញការព្រួយបារម្ភចំពោះប្អូនប្រុសខ្ញុំប៉ុន្តែប្អូនប្រុសខ្ញុំមិនស្គាល់ពួកគេតតែសោះឪពុកខ្ញុំខឹងខ្លាំងរហូតដល់លើកដៃវាយខ្ញុំដោយគ្មានជំរើសផ្សេងទៀតខ្ញុំត្រូវតែយកលទ្ធផល test ភាពជាឪពុកមកបង្ហាញប៉ុន្តែឪពុកម្ដាយខ្ញុំជឿថាវាត្រូវបានคล้ายៗដូច្នេះខ្ញុំគ្មានជំរឿអ្វីក្រៅពីនាំកូនបង្កើតរបស់ពួកគេមកនៅពេលដែលឪពុកម្ដាយខ្ញុំឃើញគាត់ពួកគេក៏ភ្ញាក់ផ្អើលភ្លាមរឿងដំបងដែលខ្ញុំធ្វើបន្ទាប់ពីការជាថ្មីគឺជីកភ្នាល់រពឹកម្ដាយខ្ញុំធ្វើបែបនេះដើម្បីបញ្ជាក់ថាពួកគេបានคล้ายការស្លាប់របស់ពួកគេនៅក្នុងជីវិតមុនរបស់ខ្ញុំតាមរយៈឪពុកម្ដាយខ្ញុំស្លាប់ពួកគេបានបន្សល់ទុកប្អូនប្រុសអាយុ3ឆ្នាំរបស់ខ្ញុំដែលគ្មានជំរើសផ្សេងទៀតខ្ញុំត្រូវបោះបង់ការសិក្សារបស់ខ្ញុំហើយធ្វើការ3កន្លែងក្នុងមួយថ្ងៃដើម្បីចិញ្ចឹមគាត់15ឆ្នាំក្រោយមកប្អូនប្រុសខ្ញុំគេទទួលចូលរៀននៅសាកលវិទ្យាល័យ Harvard ប៉ុន្តែនៅពិធីជប់លៀងបញ្ចប់ការសិក្សាដែលខ្ញុំបានរៀបចំសម្រាប់គាត់ឪពុកម្ដាយខ្ញុំដែលបានស្លាប់អស់រយៈពេល15ឆ្នាំស្រាប់តែរស់ឡើងវិញខ្ញុំប្រញាប់ទៅទីនោះដោយចង់ជួបជុំជាមួយពួកគេម្ដាយខ្ញុំបានឲ្យអង្គរៈវ័យខ្ញុំនៅនឹងកន្លែងដើម្បីអនាគតរបស់គាត់ប្អូនប្រុសខ្ញុំបានជ្រើសរើសដោយគ្មានបេះដូងបោះបង់ខ្ញុំកូនស្រីរបស់ពួកគេថែមទាំងនិយាយថាមានតែពេលដែលខ្ញុំបាត់ខ្លួនទាំងស្រុងទើបអត្តសញ្ញាណคล้ายៗរបស់នាងជាអ្នកមានអាចនៅតែលាក់បាំងពេលនោះហើយដែលខ្ញុំយល់ថាខ្ញុំជាអ្នកមានពិតប្រាកដហើយបោះបង់ខ្ញុំនិងប្អូនប្រុសដើម្បីរស់នៅជីវិតដ៏ល្អជាមួយអ្នកមានคล้ายៗឥឡូវនេះប្អូនប្រុសខ្ញុំបានចូលរៀននៅសាកលវិទ្យាល័យ Harvard ដើម្បីបន្តការសិក្សាពួកគេក៏ត្រឡប់មកវិញដើម្បីរីកបបោពេញទៅហើយប្រហែលជាព្រះអាណិតខ្ញុំហើយឲ្យខ្ញុំកើតជាថ្មីនៅថ្ងៃបន្សពឪពុកម្ដាយខ្ញុំនៅពេលដែលអ្នកភូមិឃើញខ្ញុំជីកមឈូសពួកគេក៏ប្រញាប់មកហើយចោទប្រកាន់ខ្ញុំថាជាកូនមិនកតញ្ញូដែលជីកភ្នាល់ឪពុកម្ដាយខ្ញុំក៏ប្រញាប់លុតជង្គង់ចុះហើយបញ្យល់ថាខ្ញុំគ្រាន់តែចង់ឃើញពួកគេជាលើកចុងក្រោយមេភូមិថាតើពុកម្ដាយខ្ញុំមិនមែនបានធ្លាក់ពីការដ្ឋានសំណង់ទេឬចុះហេតុអ្វីបានជាសារស័ព្ទរបស់ពួកគេត្រូវបានដិតមេភូមិភ័យស្លន់ស្លោហើយប្រញាប់បញ្យល់ថាគាត់បាននិយាយខុសហើយថាពួកគេពិតជាបានស្លាប់នៅក្នុងភ្លើងដូច្នេះខ្ញុំក៏សួរគាត់បន្ថែមដោយសួររកសំណងពីការដ្ឋានសំណង់មេភូមិបន្តិចក៏ស្ងៀមដើម្បីជួយឪពុកម្ដាយខ្ញុំបិទបាំងការពិតគាត់ក៏ប្រញាប់ដើរចេញហើយហៅពួកគេបន្តិចក្រោយមកគាត់ក៏ហៅថាកន្លែងនោះនឹងសងសំណងខ្ញុំ$5,000គាត់មិនត្រឹមតែឲ្យលុយខ្ញុំនៅនឹងកន្លែងប៉ុន្តែថែមទាំងប្រាប់ខ្ញុំឲ្យមើលថែប្អូនប្រុសខ្ញុំឲ្យបានល្អបន្ទាប់ពីពិធីបុណ្យសពខ្ញុំបាននាំប្អូនប្រុសទៅទីក្រុងខ្ញុំធ្វើការច្រើនដើម្បីចិញ្ចឹមគាត់ដោយខ្លួនឯងគាត់ក៏ធ្វើការយ៉ាងខ្លាំងហើយក៏បានចូលរៀននៅសាកលវិទ្យាល័យ Harvard ដោយជោគជ័យនៅពិធីជប់លៀងបញ្ចប់ការសិក្សាប្អូនប្រុសខ្ញុំបានអញ្ជើញខ្ញុំឡើងលើឆាកហើយអ្នកភូមិទាំងអស់ក៏សរសើរខ្ញុំដូចនៅក្នុងជីវិតមុនរបស់ខ្ញុំឪពុកម្ដាយដែលស្លាប់អស់រយៈពេល15ឆ្នាំបានដើរចូលមកម្ដាយខ្ញុំប្រញាប់ដើរទៅមុខដើម្បីបង្ហាញការព្រួយបារម្ភចំពោះប្អូនប្រុសខ្ញុំប៉ុន្តែប្អូនប្រុសខ្ញុំមិនស្គាល់ពួកគេតតែសោះឪពុកខ្ញុំខឹងខ្លាំងរហូតដល់លើកដៃវាយខ្ញុំដោយគ្មានជំរើសផ្សេងទៀតខ្ញុំត្រូវតែយកលទ្ធផល test ភាពជាឪពុកមកបង្ហាញប៉ុន្តែឪពុកម្ដាយខ្ញុំជឿថាវាត្រូវបានคล้ายៗដូច្នេះខ្ញុំគ្មានជំរឿអ្វីក្រៅពីនាំកូនបង្កើតរបស់ពួកគេមក
នៅពេលដែលពុកម្ដាយខ្ញុំឃើញគាត់ពួកគេក៏ភ្ញាក់ផ្អើលភ្លាមៗ